សិស្សរៀនយឺតហ្នឹងគឺមានបញ្ហាច្រើនប៉ុន្តែសួរថាតើអាចជួយគាត់បានទេគឺបានប៉ុន្តែទាមទារនៅគ្រូបង្រៀនដែលមានការអត់ធ្មត់ខ្ពស់មានវិធីសាស្ត្របង្រៀនដែលប្លែកទៅតាមប្រភេទរបស់សិស្សសិស្សដែលរៀនអត់ចេះយើងនិយាយអញ្ចឹងគឺគាត់អាចឡើងថ្នាក់បានទេព្រោះឡើងថ្នាក់ទៅអត់ចេះផងអញ្ចឹងទៅរៀនក៏អត់ទាន់គេដែរអញ្ចឹងគឺយើងមានសិស្សត្រួតថ្នាក់រាល់ឆ្នាំគឺយើងមានសិស្សត្រួតថ្នាក់ជាពិសេសគឺសិស្សថ្នាក់ទី1ដែលមានអត្រាត្រួតថ្នាក់ខ្ពស់បាទប៉ុន្តែសួរថាតើយើងអត់មានការគិតគូរទេក្រសួងអត់មានយុទ្ធសាស្ត្រទេអញ្ចឹងក្រសួងគឺបានដាក់ចេញគឺការអនុវត្តកញ្ចប់សម្ភារៈអំណាចនិងកដឹកជញ្ជូនដំបូងគឺដើម្បីកសាងមូលដ្ឋានគ្រឹះលើភាពមុខជាភាសាខ្មែរនិងកម្ពុជាហ្នឹងតែផ្ដោតទៅលើការចេះអានសរសេរហើយនិងគិតលេខអញ្ចឹងមូលដ្ឋានគ្រឹះ3ហ្នឹងគឺជារឿងសំខាន់បាទរឿងទី2គឺក្រសួងបានដាក់ចេញនៅបាទគោលការណ៍នេះគឺការជួយសិស្សរៀនយឺតបាទយើងមានគោលការណ៍គឺបង្រៀនថ្ងៃប្រហោះជាអ្វីដែលរដ្ឋាភិបាលគាំទ្រហើយយូរអង្វែងហើយមានរយៈពេលបាទយូរហើយបន្តមកទៀតនេះក៏នៅឆ្នាំ2021ក៏ក្រសួងបានដាក់ចេញនៅសេចក្តីណែនាំលេខ13អយកសនចុះថ្ងៃទី28ខែកុម្ភៈឆ្នាំ2021ហ្នឹងស្តីពីការបំពន់សិស្សរៀនយឺតជាពិសេសគឺគុំសិស្សដែលមានកម្រិតសមត្ថភាពក្នុងអំឡុងពេលដែលសាលារៀនបិទទ្វារក្នុងអំឡុងពេលនៃការរីករាលដាលជំងឺ Covid-19 នេះជាដើមហើយថ្មីនេះនាថ្ងៃទី27ខែឧសភាឆ្នាំ2026នេះឯកឧត្តមបណ្ឌិតស្រីចៅឧបនាយករដ្ឋមន្ត្រីបានអនុម័តដាក់អនុវត្តសៀវភៅណែនាំប្រតិបត្តិស្ដីពីការបង្រៀនសម្របតាមសមត្ថភាពសិស្សដែលរៀននៅកម្រិតថ្នាក់ដំបូងហើយមានគម្លាតសមត្ថភាពមានអត់ទាន់មានមូលដ្ឋានគ្រឹះរឹងមាំបន្តបំពន់គាត់បន្ថែមជួយគាត់បន្ថែមហើយនៅក្នុងសៀវភៅណែនាំប្រតិបត្តិថ្មីនេះគឺយើងមានទាំងវិធីសាស្ត្របង្រៀនរបស់គ្រូជាពិសេសយើងដឹងថាសិស្សរៀនយឺតគឺពិបាកចា៎អញ្ចឹងគ្រូបង្រៀនមិនអាចបង្រៀនដូចសិស្សធម្មតាបានទេត្រូវតែមានវិធីសាស្ត្រត្រូវតែមានល្បិចត្រូវតែមានសម្ភារៈដែលមានភាពទាក់ទាញបាទហើយគ្រូបង្រៀនត្រូវស្គាល់សិស្សថាសិស្សរៀនយឺតប្រភេទសិស្សរៀនយឺតហ្នឹងមានប្រមាណប្រភេទដូចជាដើមហ្នឹងហើយត្រូវចេះបង្រៀនគាត់ទៅតាមរបៀបរៀនរបស់ពួកគាត់សិស្សរៀនយឺតហ្នឹងគឺមានបញ្ហាច្រើនដែលយើងខ្ញុំសូមមិននិយាយអំពីបញ្ហាទេប៉ុន្តែសួរថាតើអាចជួយគាត់បានទេគឺបានចា៎ប៉ុន្តែទាមទារនៅគ្រូបង្រៀនដែលមានការអត់ធ្មត់ខ្ពស់មានវិធីសាស្ត្របង្រៀនដែលប្លែកទៅតាមប្រភេទរបស់សិស្សបាទខ្ញុំឧទាហរណ៍មួយគឺអ្នកគ្រូណាមសុភិននៅសាលាបឋមសាស្ត្រប្រលិតស្រុកពួកខេត្តសៀមរាបគាត់ជាគ្រូថ្នាក់ទី6គាត់ថានៅដើមធម្មសាស្ត្រសិស្សរបស់គាត់42ឬ43នាក់មានសិស្សប្រហែលជា10នាក់ដែលអត់ទាន់ចេះអានត្រឹមត្រូវអត់ទាន់បើគាត់ថារៀនកម្រិតថ្នាក់ទី6គឺអត់កើតដោយសារការអានរបស់គាត់នៅស្ទើរមែនតើអញ្ចឹងគាត់ចំណាយពេលពីខែវិច្ឆិកាមកដល់ខែឧសភាឆ្នាំ2026គាត់ជួយសិស្សបានទាំង10នាក់គឺជួយបានទាំង10ប៉ុន្តែទាមទារនៅការលះបង់មកគឺគាត់ត្រូវតែពេញលេងគឺត្រូវបង្រៀនពួកគាត់ថែមចុងម៉ោង30នាទីឲ្យជួយពួកគាត់ឲ្យជាដើមទៅជួបឪពុកម្ដាយដល់ផ្ទះជួនកាលទៅដឹកសិស្សនឹងមករៀនទៀតពងមកដល់សាលាអត់ឃើញសិស្សនឹងមកដាក់កិច្ចការឲ្យសិស្សធ្វើធម្មតាទៅហើយឆ្លៀតចេញម៉ូតូទៅដឹកសិស្សនឹងមកទៀតយើងមានវីដេអូចងក្រងរូបភាពនេះអញ្ចឹងមានន័យថាឲ្យតែលោកគ្រូអ្នកគ្រូយើងលះបង់បាទធ្វើការដោយយកចិត្តទុកដាក់មានន័យចង់ជួយសិស្សពិតប្រាកដគឺអាចជួយបានប៉ុន្តែក៏លោកគ្រូបង្រៀនតែឯងក៏មិនអាចធ្វើបានដែរទីមួយគឺមានការគ្រប់គ្រងពីនាយកសាលាពីបុគ្គលិកអប់រំផ្សេងៗទៀតការលើកទឹកចិត្តការផ្ដល់កម្លាំងចិត្តនិងការគ្រប់គ្រងទី2ក៏ត្រូវតែមានកិច្ចសហការពីមេដាបេដាអ្នកអាណាព្យាបាលផងដែរបើមេដាបេដាអ្នកអាណាព្យាបាលគាត់អត់ផ្លាស់ប្ដូរការគិតទេគាត់ថាទុកកូនគាត់ឲ្យនៅរត់លេងនៅផ្ទះដដែលដូចក្មេងហ្នឹងកូនហ្នឹងខ្ញុំឃើញគឺកំពុងទៅគឺនៅកំពុងនៅមួយម្ដាយដល់ពេលអ្នកគ្រូទៅដឹកចឹងទៅយកមកឲ្យមករៀនគឺខោអាវគាត់ស្លៀកពាក់នៅផ្ទះមិនមែនជាសម្លៀកបំពាក់ឯកសណ្ឋានសិស្សទេតែក៏យកមករៀនយើងអត់ខ្វល់ទេមានន័យថានេះគឺជាទឹកចិត្តគ្រូបង្រៀនដែលជួយសិស្សរៀនយឺតពិតប្រាកដហើយតែអញ្ចឹងជួយគាត់បានបាទហើយមេដាក៏ផ្លាស់ប្ដូរផ្នត់គំនិតដែរអញ្ចឹងយើងចង់ឲ្យរូបភាពហ្នឹងវាការឡើងធំឡើងដើម្បីអីព្រោះអីយើងដឹងថាសិស្សរៀនយឺតយើងច្រើនមានច្រើនហើយខ្ញុំនៅតែជឿជាក់ថាសិស្សរៀនយឺតគឺអាចជួយពួកគាត់បានក្នុងករណីដែលយើងបានជួយគ្រូបង្រៀនយើងឲ្យមានសមត្ថភាពអាចថាប្រសើរឡើងស្គាល់សិស្សដឹងវិធីជួយសិស្សហើយដឹងរបៀបដែលធ្វើទំនាក់ទំនងជាមួយមេដាបេដាជាមួយគណៈគ្រប់គ្រងអីជាដើមគឺយើងនឹងអាចជួយគ្នាបាន